ករណីអគ្គិភ័យផ្ទុះឡើងនៅខុនដូមួយកន្លែងស្ថិតនៅក្នុងខេត្តបាងណាទីក្រុងបាងកកប្រទេសថៃបណ្ដាឲ្យអ្នកស្នាក់នៅទីនោះរត់ភៀសខ្លួនទៅទីតាំងសុវត្ថិភាពជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយដែលថ្ងៃនេះត្រូវនឹងថ្ងៃសៅរ៍ទី25ខែតុលាឆ្នាំ2025ហើយក្នុងថ្ងៃនេះផងដែរខ្ញុំមានអត្ថបទព័ត៌មានមួយមកចែករំលែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបទៀតហើយតកតងជាមួយនឹងគ្រោះអគ្គិភ័យនៅទីក្រុងបាងកកប្រទេសថៃក្នុងករណីឆេះខុនដូកម្ពស់10ជាន់មួយកន្លែងក្នុងថ្ងៃនេះផងដែរតកតងជាមួយប្រទេសថៃកំពុងតែមានទុកជាទម្ងន់ក្នុងការសោយទីវង្គតរបស់ម្ចាស់ស្ត្រីស៊ីរីរីតដែលបានសោយទីវង្គតនៅក្នុងថ្ងៃនេះផ្ទាល់គឺថ្ងៃទី25បងប្អូនដែលប្រទេសថៃកំពុងតែកាន់ទុកម្ចាស់ស្ត្រីនឹងហើយតម្រូវឲ្យស្លៀកពាក់ខ្មៅកាន់ទុកចំនួន90ថ្ងៃផងដែរដោយឡែកតកតងជាមួយនឹងការចូលរួមប្រជុំក្នុងការចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនៅឯប្រទេសម៉ាឡេស៊ីរវាងជំនួបប្រទេសកម្ពុជានិងប្រទេសថៃដើម្បីបញ្ចប់ចំនួននៅទីតាំងព្រំដែនប្រធានាធិបតីថៃលោកអនុទានសូមពជាទៅលោកដូណាល់ត្រាំដើម្បីចូលរួមក្នុងពិធីការទុកព្រះម្ចាស់ស្ត្រីផងដែរតែយ៉ាងណាមិញយើងនឹងអាប់ដេតព័ត៌មានសម្រាប់បញ្ហាកម្ពុជានិងថៃបន្តប៉ុន្តែក្នុងថ្ងៃនេះខ្ញុំនឹងចែករំលែកតកតងជាមួយនឹងបញ្ហាដែលកំពុងកើតមាននៅប្រទេសថៃអញ្ចឹងខ្ញុំនឹងទៅលម្អិតតកតងជាមួយនឹងគ្រោះមហន្តរាយនឹងចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបអគ្គិភ័យបានផ្ទុះឡើងនៅខុនដូមួយកន្លែងស្ថិតនៅក្នុងផ្លូវសុខុមរិទ្ធដី17បណ្ដាឲ្យអ្នកស្នាក់នៅភៀសខ្លួនដើម្បីសុវត្ថិភាពនៅវេលាម៉ោងប្រហែល 12:45 នាទីថ្ងៃត្រង់នៅថ្ងៃសៅរ៍ទី25ខែតុលាឆ្នាំ2025អគ្គិភ័យដ៏គួរឲ្យភ័យខ្លាចមួយបានផ្ទុះឡើងនៅអគារខុនដូកម្ពស់10ជាន់ដែលស្ថិតនៅលើផ្លូវឧដុង្គសុខស្ដី17ក្នុងសង្កាត់បាងណាខេត្តទីក្រុងបាងកកប្រទេសថៃហេតុការណ៍នេះបានបង្ខំឲ្យអ្នកស្នាក់នៅជាច្រើនអ្នករត់ភៀសខ្លួនចេញពីអគារខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ចេញទៅជួយសង្គ្រោះយោងទៅតាមមជ្ឈមណ្ឌលសង្គ្រោះអគ្គិភ័យរាមា199បានឲ្យដឹងថាអគ្គិភ័យបានឆាបឆេះនៅជាន់ទី7នៃអគារដោយមានអ្នកជាប់គាំងនៅក្នុងអគារនោះជាច្រើន10នាក់ផងដែរបងប្អូននៅក្នុងចំណោមនោះមានមនុស្សម្នាក់ដែលបានលោតចេញពីបង្អួចនិងម្នាក់ទៀតបានតោងនៅជាប់កែបង្អួចខណៈដែលផ្សែងអគ្គិភ័យកំពុងហុយយ៉ាងខ្លាំងអណ្ដែតទៅលើអាកាសយ៉ាងខ្មុកខ្មាញ់ផងដែរក្រុមអ្នកពលអគ្គិភ័យបានបាញ់ទឹកដើម្បីទប់ស្កាត់នៅការឆាបឆេះនិងបានហៅរថយន្តដែលពន្លឺជណ្ដើរដើម្បីពន្លត់អគ្គិភ័យមកជួយសង្គ្រោះបន្ថែមនៅវេលាម៉ោង 1:20 នាទីរសៀលអគ្គិភ័យក៏បានរាលដាលឆេះប្រមាណ3បន្ទប់ប៉ុន្តែក្រុមជួយសង្គ្រោះបានជួយអ្នកដែលជាប់គាំងនៅលើទីតាំងវេរ៉ង់ដាជាន់ទី7ឲ្យចុះមកនៅជាន់ទី6ដោយសុវត្ថិភាពក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តតាមដានកិច្ចខំប្រឹងប្រែងដើម្បីជួយពន្លត់អគ្គិភ័យនិងជួយសង្គ្រោះមនុស្សផងដែរបច្ចុប្បន្នមូលហេតុនៃអគ្គិភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតហេតុការណ៍នេះបង្កឲ្យមានការភ័យខ្លាចដល់អ្នកស្នាក់នៅនិងដាស់តឿនអំពីសារៈសំខាន់នៃការត្រៀមខ្លួនបម្រុងទុកសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារផងដែរតកតងជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានអគ្គិភ័យនេះក៏យើងអត់ទាន់មានការអាប់ដេតច្បាស់ដែរពីអាជ្ញាធរមូលដ្ឋានតកតងជាមួយនឹងមានអ្នកស្លាប់ឬក៏របួសប៉ុន្មានអ្នកយើងអត់ទាន់មានការអាប់ដេតនៅឡើយទេអញ្ចឹងនៅពេលដែលសារព័ត៌មានឬក៏មន្ត្រីសង្គ្រោះអគ្គិភ័យ
អាប់ដេតបន្ថែមយើងខ្ញុំនឹងទៅអាប់ដេតព័ត៌មានមួយជូនពុកម៉ែបងប្អូនបានជ្រាបតាក់ទងជាមួយនឹងគ្រោះអគ្គិភ័យឆេះកុងដូកម្ពុជា10ជាន់មួយកន្លែងបងប្អូនចឹងប្រទេសថៃទុកជាន់ទុករហូតអស់ពីបញ្ហាមួយជួបបញ្ហាមួយអស់ពីគ្រោះមហន្តរាយទឹកជំនន់ជួបអគ្គិភ័យហើយបច្ចុប្បន្នក៏មានទុកសោកសៅទូទាំងប្រទេសថៃតាក់ទងជាមួយនឹងការសើទីបង្គត់នៃម្ចាស់ស្ត្រីសេរីជាចុងក្រោយក៏សូមអភ័យទោសទៅបងប្អូនទស្សនិកជនទាំងអស់គ្នាទៅលើការអធិប្បាយដែលមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនអភ័យទោសហើយយើងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ